ថ្ងៃនេះគឺមកធ្វើថ្នាំបងប្អូនថ្នាំគ្រោះកលៀននិងដំឡងនោមនេះបងប្អូនខ្សោយកលៀនខ្សោយដំឡងនោមនេះហើយក្នុងវីដេអូនេះសូមផ្ដាំដល់បងប្អូនទាំងអស់គ្នាកុំហូបទឹកផ្អែមច្រើនពេកបងប្អូនអើយយើងហូបទឹកផ្អែមច្រើនពេកវាធ្វើឲ្យយើងប៉ះពាល់កលៀនយើងណាហើយនឹងធ្វើឲ្យយើងកើតទឹកនំផ្អែមបញ្ហាចម្បងគឺកលៀនយើងតែម្ដងតែយើងហូបទឹកផ្អែមមួយថ្ងៃពី3កំប៉ុងហ្នឹងកលៀនចាប់ផ្ដើមធ្វើទុកហើយបងប្អូនអើយយើងកុំហូបហើយនឹងប្រើថ្នាំពេទ្យជាប្រចាំនេះយើងត្រូវតែរកថ្នាំឱសថបុរាណយើងដើម្បីលាងជាតិពុលក្នុងខ្លួនយើងចាញ់ដូចថ្ងៃនេះគឺខ្ញុំធ្វើនេះគឺថ្នាំសម្រាប់ព្យាបាលគ្រោះកលៀនផងគ្រោះទឹកដក់ក្នុងកលៀនផងខ្សោយកលៀនផងហើយនឹងលាងជាតិពុលក្នុងខ្លួនយើងដូចជាជាតិថ្នាំបារាំងថាបីដែលយើងហូបហើយហ្នឹងយើងលាងប៉ុន្តែខ្ញុំអត់មានកើតបញ្ហាកលៀនទេបងប្អូនតែគាត់ថាដាំទឹកនឹងហូបដើម្បីយើងសម្អាតនៅជាតិពុលក្នុងខ្លួនយើងណាដូចជាជាតិថ្នាំបារាំងឬក៏ជាតិទឹកផ្អែមដែលយើងធ្លាប់ហូបអញ្ចឹងយើងដាំថ្នាំនឹងហូបទៅគឺវាជំរះនៅទឹកទាំងអស់នោះជាតិទាំងអស់នោះហើយដូចខ្ញុំនិយាយចឹងបងប្អូនយើងកុំហូបទឹកផ្អែមច្រើនពេកឥឡូវនេះតែហូបទឹកផ្អែមច្រើនពេកហ្នឹងគឺបញ្ហាកលៀនច្រើនណាស់ខូចកលៀនហើយព្រោះអ្នកជំងឺបច្ចុប្បន្នហ្នឹងគឺមកមើលជំងឺហ្នឹងភាគច្រើនគឺកលៀនហ្នឹងឯងកលៀនផងហើយនឹងជំងឺផ្សេងទៀតដូចជាឡើងឈាមទឹកនោមផ្អែមជាដើមហ្នឹងគឺបញ្ហាមកពីយើងបរិភោគភាសានឹងរបស់សេដ្ឋជាតិគីមីច្រើនហើយដូចខ្ញុំនិយាយអញ្ចឹងគឺខ្ញុំអត់កើតជំងឺកលៀនអីទេតែគាត់ថាយើងផឹកដើម្បីលាងជាតិពុលជាតិថ្នាំដែលយើងធ្លាប់ផឹកថ្នាំបារាំងដូចជាទឹកផ្អែមដូចយើងធ្លាប់ហូបឥឡូវខានហូបទឹកផ្អែមយូរគឺវាចាំគឺផឹកថ្នាំហ្នឹងបងប្អូនហើយថ្នាំក៏ល្អដែរធ្វើឲ្យពោះយើងស្រកហើយនឹងជាតិពុលជាតិអីក្នុងខ្លួនយើងវាស្រកចាញ់ណាវាជំរះចាញ់ពីក្នុងខ្លួនយើង